Chăm riêng xưa buộc mẹ bằng ôn và một chụp cho mình nhóm bạc tiết hai đang men sạch riêng mà chơi chun buộc mẹ bằng ôn snap nắp bê dọc cầm to ca ập sọc pi ca nghĩa pi ngày hai sạch riêng ní cầm miền là bao sợi mà đấy mà bao sợi mà lý cất trên nhận thì còng cất miền vây bài hai chia sẽ sắp tới hai sắp năm hay cất chia miền mai đề hay mai những cái mai ăn côn đề hai gà xua sọc tục buộc mẹ bằng ôn đã buộc mẹ bằng ôn sọc sợi bài chẳng là đấy bằng ôn như kiểu trong này trong sọc sợi bài tham gia tê hay cái sớm chun phở buộc mẹ bằng ônประกอบ กระบอก រកស៊ី ទទួលទាន មានបានគ្រប់គ្នាតែបើអញ្ចឹងយើងចូលដល់សាច់រឿងទាំងអស់គ្នាទាំងសាច់រឿងមានវាមានអត្ថន័យយ៉ាងណារសជាតិបែបណាមកស្រីម៉ាលីគាត់ជាអ្នកទីក្រុងគាត់មានវ័យប្រហែលជា40ទៅ50ឆ្នាំថ្មីត្បិតតែបងស្រីម៉ាលីមានអាយុច្រើនមែនតែមើលទៅដូចជាអាយុ30ឬ35ឆ្នាំទេបងប្អូនបងស្រីម៉ាលីគាត់ជាស្រីមេម៉ាយជាង10-20ឆ្នាំកូនក៏មិនមានដែរបងប្អូនដល់ថ្ងៃបងស្រីម៉ាលីគាត់ខំប្រឹងរកស៊ីតែម្នាក់ឯងខ្លាំងណាស់រាល់ថ្ងៃបងស្រីម៉ាលីគាត់មានហាងអាហារច្រើនកន្លែងគាត់ជាអ្នកមើលការគ្រប់គ្រងដោយខ្លួនគាត់ផ្ទាល់តែម្ដងហើយសប្តាហ៍ថ្ងៃនេះបងស្រីម៉ាលីគាត់មានគម្រោងនឹងសាងសង់ហាងមួយកន្លែងទៀតប៉ុន្តែបងស្រីម៉ាលីគាត់រកជាងមកសាងសង់មិនទាន់បាននៅឡើយទេតែនៅថ្ងៃមួយស្របពេលដែលបងស្រីម៉ាលីកំពុងតែស្វែងរកជាងដើម្បីមកសាងសង់ហាងថ្មីមួយកន្លែងទៀតហើយនៅពេលនោះភ្លាមក៏មានបងប្រុសម្នាក់បានដើរមកនៅក៏បានដើរមកដល់នៅមុខហាងបាយរបស់បងស្រីម៉ាលីបំរុងនឹងចូលទៅហូបបាយថ្ងៃត្រង់គឺមកដែលសម្រាប់ពីការងារបងប្រុសគាត់ដើរមករកហូបបាយអញ្ចឹងបងប្រុសម្នាក់នោះគាត់មានឈ្មោះថាបងប្រុសឧត្តមបងប្រុសឧត្តមគាត់ជាមេជាងមកការសំណងគ្រប់ប្រភេទស្អីក៏គាត់ធ្វើដែរបងប្អូនឲ្យតែបានលុយខ្លាចតែដើរឆក់ប្លន់គេទេបងក៏អត់ធ្វើហើយបងប្រុសឧត្តមក៏ជាបងប្រុសឧត្តមក៏បានមកជួបនឹងបងស្រីម៉ាលីបងប្រុសឧត្តមបានឃើញទឹកមុខបងស្រីម៉ាលីជាម្ចាស់ហាងហ្នឹងដូចជាមិនសូវស្រស់សប្បាយចិត្តអីទេបងប្រុសឧត្តមក៏បាននិយាយលេងនឹងសួររយៈបងស្រីម៉ាលីអីចឹងទៅហើយបងស្រីម៉ាលីបាននិយាយប្រាប់ដល់បងប្រុសឧត្តមថាខ្លួនគាត់កំពុងតែរកជាងសាងសង់ហាងមួយកន្លែងទៀតប៉ុន្តែរកនៅមិនទាន់បានទើបធ្វើឲ្យបងស្រីម៉ាលីគាត់ពិបាកចិត្តហើយក៏មិនសប្បាយចិត្តព្រោះគាត់ចង់បង្កើតហាងភ្លាមក៏បានថា2-3ខែធ្វើហើយក៏បានដែរទឹកមុខក៏មិនសូវរីករាយដូចនេះបងប្រុសឧត្តមក៏បាននិយាយទៅកាន់បងស្រីម៉ាលីថាបងស្រីកុំពិបាកចិត្តអីមានខ្ញុំនៅទីនេះហើយបងស្រីកុំភ័យហើយបងស្រីម៉ាលីក៏បាននិយាយតបទៅបងប្រុសឧត្តមវិញថាខ្ញុំអរគុណហើយដែលខំនិយាយលួងខ្ញុំដើម្បីឲ្យខ្ញុំហ្នឹងសប្បាយចិត្តទៅពេលនោះបងប្រុសឧត្តមនិងបងស្រីម៉ាលីបាននិយាយគ្នាយ៉ាងយូរទើបបងស្រីម៉ាលីគាត់ជឿថាបងប្រុសឧត្តមគាត់ជាជាងមកការសំណងពិតមែនហើយបងស្រីម៉ាលីក៏បានយកលេខទូរស័ព្ទរបស់បងប្រុសឧត្តមហើយបងស្រីម៉ាលីក៏បានតែទូរស័ព្ទហៅបងឧត្តមឲ្យមកសាងសង់ហាងថ្មីមួយកន្លែងទៀតដែលគាត់នឹងរៀបចំនឹងបើកហាងថ្មីហ្នឹងកន្លែងដែលធ្វើហ្នឹងព្រោះគាត់ពិបាកនឹងរកជាងទើបឲ្យខកការយូររបស់គាត់អីចឹងទៅព្រោះថាគាត់ចង់រកជាងមួយណាធ្វើពិតប្រកបធ្វើឲ្យចាំដើរចេញបានគាត់ទទួលយកជាងឲ្យធ្វើហើយតែធ្វើបាន5 នាទីជាងរត់ចោលអស់អាហ្នឹងគាត់ក៏ពិបាកដែរ
នៅពេលដែលហាងថ្មីសាងសង់រួចបងស្រីម៉ាលីក៏បានឲ្យបងប្រុសឧត្តមឈប់ធ្វើជាអ្នកមកការសំណង់បងស្រីម៉ាលីបានឲ្យបងប្រុសឧត្តមហ្នឹងមកមើលការខុសត្រូវជាមួយគាត់ព្រោះអីបងស្រីម៉ាលីតាំងពីបងប្រុសឧត្តមចូលមកធ្វើសាងសង់ហាងឲ្យគាត់គឺបងស្រីម៉ាលីគាត់បានឈរសង្កេតមើលថាបងប្រុសឧត្តមហ្នឹងគាត់ធ្វើការស្អាតមែនតើធ្វើការយកចិត្តទុកដាក់មកចត់មែនតើប្រតិការងារមួយគឺគាត់ធ្វើការយកចិត្តទុកដាក់ណាស់បងប្រុសឧត្តមហ្នឹងហើយបងស្រីម៉ាលីក៏គាត់ពេញចិត្តនៅអត្តនៅចរិតរបស់បងប្រុសឧត្តមឬក៏ដូចជាចិត្តទឹកចិត្តរបស់បងប្រុសឧត្តមគាត់ធ្វើការយកចិត្តទុកដាក់ស្មោះត្រង់ហ្នឹងមែនតើសូម្បីតែលុយបើកឲ្យកូនចៅគាត់ក៏គាត់មិនគិតគើញអីដែរបងប្អូនសុចរិតគាត់បើកលុយឲ្យអស់បងប្រុសឧត្តមហ្នឹងគាត់ចូលចិត្តបើកលុយឲ្យអស់ពីខ្លួនដើម្បីឲ្យកូនចៅគាត់បានលុយដែលខំធ្វើការជាមួយគាត់នឹងផ្ញើទៅឲ្យប្រពន្ធកូនរបស់គាត់ដើម្បីឲ្យជីវភាពគ្រួសារអីបន្តទៀតអីចឹងទៅហើយបងស្រីម៉ាលីគាត់ក៏បានឲ្យប្រាក់ខែដល់បងប្រុសឧត្តមលើសគេទៅ2ទៅ3ដងឯណោះហើយបងប្រុសឧត្តមពីមុនក៏គាត់គិតថាចង់ឈប់មកការសំណង់ដែរប៉ុន្តែអត់មានការងារណាដែលធ្វើឲ្យគាត់នឹងត្រូវចិត្តទេហើយដល់ពេលមកដល់បងស្រីម៉ាលីហ្នឹងគឺឲ្យដល់ពេលឮបងស្រីម៉ាលីចឹងទៅគឺគាត់គិតមើលអីចឹងទៅបងប្រុសឧត្តមគាត់ធ្វើការដោយយកចិត្តទុកដាក់ចំណែកបងស្រីម៉ាលីពេលដែលបាននៅជាមួយបងប្រុសឧត្តមយូរទៅក៏បានចាប់អារម្មណ៍មកលើបងប្រុសឧត្តមហើយបងស្រីម៉ាលីក៏បានសុំឲ្យបងប្រុសឧត្តមមកធ្វើការនៅក្នុងហាងរបស់គាត់ហើយបងប្រុសហ្នឹងក៏អូខេជាមួយនឹងបងស្រីម៉ាលីយ៉ាងដែរហើយបងប្រុសឧត្តមក៏បានមកធ្វើការនៅក្នុងហាងជាមួយនឹងបងស្រីម៉ាលីយ៉ាងយូរខែយូរឆ្នាំអីចឹងទៅរហូតដល់បងស្រីម៉ាលីគាត់អាចទុកចិត្តបានតាណាមកណាអីគាត់មិនបារម្ភអីចឹងទៅហើយបងស្រីម៉ាលីក៏បានសុំឲ្យបងប្រុសឧត្តមមកធ្វើជាប្អូនធัวនឹងដែលបងស្រីម៉ាលីក៏សុំឲ្យបងប្រុសឧត្តមនឹងមកធ្វើជាប្អូនធัวហើយបងស្រីម៉ាលីនិងបងប្រុសឧត្តមតែងតែតាណាមកណាជាមួយគ្នារាល់ថ្ងៃតែនៅថ្ងៃមួយបងស្រីម៉ាលីមកពីដើរមើលហាងជាមួយបងប្រុសឧត្តមវិញមានអារម្មណ៍ថាហត់អស់កម្លាំងអីចឹងទៅមានអារម្មណ៍ថាល្វើយតំណែងទុនជើងអីចឹងទៅព្រោះការងារច្រើនហើយក៏បានចូលទៅងូតទឹកនៅពេលងូតទឹករួចបងស្រីម៉ាលីបានប្រើឲ្យបងប្រុសឧត្តមហ្នឹងមកធ្វើសរសៃឲ្យហើយបានឲ្យបងប្រុសច្របាច់ដៃច្របាច់ជើងខ្លួនប៉ានពេញរាងកាយអញ្ចឹងទៅប៉ុន្តែនៅអ្វីដែលបងស្រីម៉ាលីចង់បាននោះគឺមិនអញ្ចឹងទេបងប្អូននៅពេលដែលបងប្រុសឧត្តមធ្វើសរសៃច្របាច់ដៃច្របាច់ជើងអីឲ្យអញ្ចឹងទៅហើយដៃរបស់បងស្រីម៉ាលីហ្នឹងចេះតែមកទៀបដៃទៀបជើងបងប្រុសឧត្តមអីចឹងទៅនៅពេលដែលច្របាច់យូរទៅហើយក៏ឲ្យបងប្រុសឧត្តមច្របាច់ខិតលើតបន្តិចអីទៅគឺថាបងស្រីម៉ាលីហ្នឹងគាត់ចង់នឹងមានអារម្មណ៍ជាមួយនឹងបងប្រុសឧត្តមដល់ពេលបងស្រីចេះប្រើឲ្យបាច់យូរទៅហើយដៃរបស់បងប្រុសឧត្តមក៏ជ្រុលទៅប៉ះដល់នំប៉័ងរបស់បងស្រីម៉ាលីធ្វើឲ្យបងស្រីម៉ាលីមានអារម្មណ៍ស្រាវពេញខ្លួនអញ្ចឹងទៅហើយបងស្រីម៉ាលីក៏មិនអាចទប់បានបងស្រីម៉ាលីក៏បានឲ្យបងប្រុសឧត្តមហ្នឹងហូបនំគមរបស់គាត់ភ្លាមទៅព្រោះអីបងស្រីម៉ាលីគាត់មានអារម្មណ៍ថាដូចជាចង់ស្និទ្ធស្នាលជាមួយនឹងបងប្រុសឧត្តមអញ្ចឹងទៅដល់ពេលអញ្ចឹងទៅគឺអារម្មណ៍ដែលពុះកញ្ជ្រោលមកលើបងប្រុសឧត្តមហ្នឹងធ្វើឲ្យបងស្រីម៉ាលីដែលមានអារម្មណ៍ហ្នឹងគឺមិនអាចទប់បានអញ្ចឹងទៅហើយបងប្រុសឧត្តមក៏បានធ្វើឲ្យបងស្រីម៉ាលីទទួលបានក្តីសុខខ្លាំងបំផុតព្រោះអីអាអូនតូចរបស់បងប្រុសឧត្តមធំហើយខ្លាំងធ្វើឲ្យបងស្រីម៉ាលី
ទទួលបានក្តីសុខមែនតើនៅថ្ងៃបន្ទាប់មកទៀតបងប្រុសឧត្តមនិងបងស្រីម៉ាលីពួកគាត់ទាំងពីរនាក់មិនបានទៅមើលហាងដូចសពដងនោះទេគឺពួកគាត់ទាំងពីរនាក់នៅផ្ទះព្រោះអីបងស្រីម៉ាលីគាត់គិតថាចង់នៅផ្ទះពេញមួយថ្ងៃរហូតដល់យប់អីចឹងទៅនៅតែពីរនាក់ជាមួយនឹងបងប្រុសឧត្តមព្រោះអីខ្លាចជាប្អូនធေါ်បងធေါ်អីបងប្អូនគឺគាត់នៅពេញមួយថ្ងៃគឺពួកគាត់នៅឡើងឋានសួគ៌តែពីរនាក់ពេញមួយថ្ងៃរហូតដល់យប់អីចឹងទៅគឺគាត់ចង់មានពេលយូរនៅជាមួយគ្នាហើយបងស្រីម៉ាលីមិនបានអោយបងប្រុសឧត្តមបានឈប់សម្រាប់នោះទេបងប្អូនដោយសារតែបងស្រីម៉ាលីគាត់ជាមេម៉ាយយូរឆ្នាំទើបគាត់ខ្លាំងយ៉ាងនេះហើយបងប្រុសឧត្តមក៏សុំចុះចាញ់បងស្រីម៉ាលីព្រោះអីគាត់ទៅលេងរួចទៀតហើយបងប្អូនគឺបងស្រីម៉ាលីគាត់ខ្លាំងមែនតើហើយណាមួយគាត់ចង់បានក្តីសុខដល់អ្វីដែលគាត់ចង់បាននេះចឹងទៅហើយបងប្រុសឧត្តមក៏អស់កម្លាំងក៏ដេកបាត់ទៅព្រោះតែកម្លាំងបងស្រីម៉ាលីហ្នឹងក៏ខ្លាំងពេកធ្វើឲ្យបងស្រីម៉ាលីមិនអាចទៅគ្រប់គ្រងខ្លួនឯងបានបងប្អូនហើយដល់ពេលអញ្ចឹងទៅគឺបងប្រុសឧត្តមក៏ទៅលេងរុញបងប្អូនគឺក៏ទៅលេងរួចគឺក៏បានឈប់សម្រាកគាត់ថាទៅលេងរួចហើយរំលងបាន2 3ថ្ងៃទៀតបងស្រីម៉ាលីហ្នឹងគឺគាត់មើលរឿងតំណងថាបងប្រុសឧត្តមគាត់អាចបន្តទៅទៀតបានគឺគាត់ឆ្លៀតបងប្អូនគឺគាត់ឆ្លៀតបាននៅជាមួយនឹងបងប្រុសឧត្តមបានហាលកន្លះថ្ងៃអីចឹងទៅទើបបានគាត់នាំគ្នាទៅមើលហាងអីចឹងទៅដល់ពេលទៅដល់ហាងអីចឹងទៅគឺបុគ្គលិកនៅក្នុងហាងតែងតែលួចសម្លឹងមើលមកពួកគាត់ទាំងពីរនាក់បងស្រីម៉ាលីនិងបងប្រុសឧត្តមអីចឹងទៅគឺថាកម្មករនៅក្នុងហាងគាត់ចាប់អារម្មណ៍ថាប្រហែលថ្ងៃហ្នឹងមុខរបស់បងប្រុសឧត្តមហ្នឹងរៀងខុសប្លែកដូចជាមុខអត់បានដេកអីចឹងទៅហើយមើលទៅបងស្រីម៉ាលីទឹកមុខគាត់ធំណាដូចជាស្រស់ស្រាយជាងមុនអីចឹងទៅដល់ពេលចឹងហើយគាត់ដើរមើលហាងគ្រប់កន្លែងអស់គាត់របស់គាត់អីហើយអស់ចឹងទៅគឺគាត់ត្រឡប់មកផ្ទះវិញហើយពួកគាត់ក៏បានហូបអីជុំគ្នាតែពីរនាក់ក្នុងផ្ទះហ្នឹងទៅព្រោះថាផ្ទះមួយហ្នឹងគឺបងស្រីម៉ាលីគាត់នៅតែឯងទេគឺមានសម្ភារៈហូបចុកគ្រប់គ្រាន់ដល់ពេលមកពីខាងក្រៅហត់គឺគាត់បានងូតទឹកងូតអីចឹងទៅគឺគាត់បានហូបបាយហូបទឹកអីចឹងទៅឬក៏គាត់ហូបប៊ីយ៉ាតិចតួចអីចឹងទៅហូបប៊ីយ៉ាតិចតួចអីចឹងទៅដើម្បីកណ្ដៅសាច់អីចឹងទៅដល់ពេលហូបចឹងទៅពួកគាត់ក៏ទៅងូតទឹកងូតអីក៏ពួកគាត់នឹងចូលដេកបន្ទប់រៀងខ្លួនព្រោះគឺពួកគាត់ហ្នឹងអត់នៅបន្ទប់មួយគ្នាទេគឺគាត់នៅបន្ទប់រៀងខ្លួននៅពេលដែលបងស្រីម៉ាលីគាត់ចូលបន្ទប់ទៅងូតទឹកគឺបងប្រុសឧត្តមហ្នឹងគាត់មិនបានទៅងូតទឹកទេគឺគាត់នៅមើលទូរស័ព្ទលេងនៅមុខបន្ទប់នៅកន្លែងបន្ទប់ទទួលភ្ញៀវអីចឹងទៅហើយដល់ពេលបងស្រីម៉ាលីគាត់ងូតទឹកហើយអីហើយគាត់ចេញមកឃើញបងប្រុសឧត្តមមិនតាន់ងូតទឹកក៏សួរថាឧត្តមមិនមកអត់តាន់ងូតទឹកចឹងចូលគេងព្រឹកឡើងយើងមានការងារច្រើនទៀតអីចឹងទៅហើយដល់ពេលនេះចឹងទៅបងប្រុសឧត្តមហ្នឹងក៏គាត់បានទៅងូតទឹកប៉ុន្តែក៏ងូតទឹកនៅក្នុងបន្ទប់របស់គាត់ហ្នឹងគឺអឺទ្វារបន្ទប់របស់គាត់បិទដែរប៉ុន្តែមិនបានចាក់លឺទេបងប្អូនហើយបងប្រុសឧត្តមក៏បានចូលទៅងូតទឹកហើយបងស្រីម៉ាលីក៏បានចូលទៅពីក្រោយហើយក៏បានបើកទ្វារទៅដឹងថាទ្វារហ្នឹងមិនបានចាក់លឺទេក៏បានចូលទៅក្នុងបន្ទប់របស់បងប្រុសឧត្តមហ្នឹងទៅដល់ពេលហើយចឹងទៅបងស្រីម៉ាលីក៏បានទៅអើតមើលតាមប្រហោងទ្វារបន្ទប់ទឹករបស់បងប្រុសឧត្តមដល់ពេលអើតមើលចឹងទៅស្រាប់ឃើញអូនទូចរបស់បងប្រុសឧត្តមហ្នឹងឡើងខ្លួនឡើងអីចឹងទៅហើយដល់ពេលបងប្រុសឧត្តមងូតទឹកហើយបងប្រុសឧត្តមបែរមកក៏
ឲ្យចំអាម្លោះប្រហោងដែលបងស្រីម៉ាលីអើតមើលដល់ពេលហើយយ៉ាងទៅបងប្រុសដំក៏បើកទ្វារមកក៏ឃើញបងស្រីម៉ាលីនៅចូលមុខបន្ទប់ទឹកដល់ពេលហើយយ៉ាងទៅបងប្រុសដំក៏បានសួរថាអាបងលីបងឯងមករកអីមិនបានជាមកឈរនៅបន្ទប់ទឹកអញ្ចឹងមិនចាំនៅក្រៅអីចឹងទៅដល់ពេលបងស្រីម៉ាលីក៏បានឆ្លើយថាបងមិនបានមករកអីទេគឺបងមករកឧត្តមហើយបងប្រុសឧត្តមក៏ថាមករកខ្ញុំទៅអីបងយប់ហើយចូលសម្រានទៅព្រឹកឡើងយើងទៅការងារទៅការងារទៀតហើយបងស្រីម៉ាលីក៏ថាបងគេមកលក់ទេហើយដូចរសាប់រសល់ក្នុងខ្លួនមិនដឹងទេដល់ពេលបងប្រុសឧត្តមថាអញ្ចឹងបងឯងមិនចាស់អត់ស្រួលខ្លួនអីទៅពេទ្យអីហើយបងស្រីម៉ាលីថាទៅពេទ្យស្អីអត់មានកាត់អីចេះទៅជួយបងបន្តិចទៅមកលេងអីហើយបងប្រុសឧត្តមថាជួយអីបងអត់ស្រួលខ្លួនមានតែពេទ្យអូខ្ញុំជួយមិនខ្ញុំមិនពេទ្យណាពេលហើយអញ្ចឹងទៅបងស្រីម៉ាលីក៏ថាដឹងគឺជួយផ្ដោតអីទៅឲ្យបងបន្តិចទៅបងលេងអីហើយបងមកនេះគឺបងមករកឧត្តមហ្នឹងឯងព្រៃមានយើងតែ2នាក់អ៊ីនខ្មាស់ធ្វើស្អីមិនយើងទៅតែមកយើងច្រើនដងដែរហើយតែ2នាក់ហើយដល់ពេលហើយអញ្ចឹងទៅអង្គធ្វើមិនទេបងប្អូនមកដល់នឹងបន្ទប់ហើយបងប្រុសឧត្តមក៏បានផ្ដល់ក្តីសុខឲ្យបងស្រីម៉ាលីនៅបន្ទប់របស់គាត់ហ្នឹងទៅហើយបងស្រីម៉ាលីក៏ថាឧត្តមអូនឯងពិតជាខ្លាំងមែនបងពេញចិត្តគាត់ថានេះទេអូនឯងនៅជាមួយបងរហូតទៅបាច់ទៅស្រុកនៅអីទេចាំបងចាំក៏បានដែរអត់ធ្វើការក៏អត់ទៅចាំបងចាំក៏បានដែរប៉ុន្តែឧត្តមឯងត្រូវតែធ្វើអ្វីក៏ដោយឲ្យបងពេញចិត្តហើយបងប្រុសឧត្តមក៏ថាមិនកើតទេបងធ្វើចឹងមិនកើតហើយបងស្រីម៉ាលីថាកើតមិនកើតអីខ្ញុំទៅគិតទោះបីថាមិនកើតក៏ត្រូវតែកើតដែរហើយបងស្រីម៉ាលីក៏ថាបងពេញចិត្តនឹងឧត្តមឯងណាព្រោះឧត្តមឯងកម្លាំងខ្លាំងបងពេញចិត្តហើយឧត្តមឯងមិនតាណាទេតាមហ្នឹងហើយបងប្រុសឧត្តមថាបងដូចចឹងដូចតែចឹងមិនសមទេសមអីបើជាងបានឡើងឋានសួគ៌ជាមួយគ្នាចាំកែបជាមួយគ្នាសឹងតែរលដងហើយនៅខ្មាស់អ៊ីនអីទៀតហើយដល់ពេលហើយអញ្ចឹងទៅពួកគាត់បានឡើងឋានសួគ៌ឡើងអីជាមួយគ្នាហើយអញ្ចឹងទៅបានដេកនៅជាមួយគ្នាអញ្ចឹងទៅទល់ភ្លឺអញ្ចឹងទៅហើយទល់ភ្លឺនឹងក៏មិនថាតិចដងដែរបងប្អូនគឺច្រើនដងដែរបងគឺថាបងស្រីម៉ាលីនឹងគាត់ខ្លាំងដែរបងប្រុសឧត្តមទប់លេងជាប់ហើយបងប្អូនបាទសាច់រឿងខ្ញុំមិនតែប៉ុណ្្នឹងទេសំខាន់ទៅอย่าភ័យទោសរកកំហុសខុសឆ្គងផងឬក៏ពាក្យបញ្ណាមួយ